ជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំនឹងរៀបរាប់សកម្មភាពរបស់ខ្ញុំមួយថ្ងៃពេញសម្រាប់ថ្ងៃសៅរ៍អាទិត្យនិងបុណ្យទានដែលខ្ញុំធ្វើការក្នុងក្រុមហ៊ុនទេសចរជាដំបូងគឺខ្ញុំត្រូវងើបតាំងពីម៉ោង 3 កន្លះរៀបចំខ្លួនបន្ទាប់មកគឺខ្ញុំត្រូវជិះម៉ូតូធ្វើដំណើរចាក់ចេញពីផ្ទះពេលមកដល់ពេលកម្ពុជាខ្ញុំត្រូវយកម៉ូតូផ្ញើជាការធម្មតាដូចដងបន្ទាប់មកទៀតគឺខ្ញុំត្រូវដើរទៅរកឡានពេលទៅដល់គឺមានពុកម៉ែបងប្អូនជាច្រើនដែលគាត់រត់ចាំឡានធ្វើដំណើរកម្សាន្តនៅតាមគោលដៅផ្សេងៗនេះគឺជារថយន្តដែលខ្ញុំត្រូវធ្វើដំណើរទៅកំពង់សោមថ្ងៃនេះនេះគឺជាផ្ទះកង់ឡានរបស់ខ្ញុំដ៏ស្រស់ស្អាតមានស្នាមញញឹមគួរឲ្យស្រឡាញ់មែនទែនបាទបន្ទាប់មកគឺខ្ញុំត្រូវធ្វើដំណើរទៅក្រុមហ៊ុនរបស់ភ្ញៀវបាទឥឡូវនេះគឺខ្ញុំមកដល់ទីតាំងរបស់ក្រុមហ៊ុនរបស់ភ្ញៀវហើយគឺនៅក្នុងបរិយាកាសភ្នំពេញផ្លូវជាសភារាកាត់ឡងរួចក៏ធ្វើដំណើរតាមដងផ្លូវមកដល់ទីរួមខេត្តកំពង់ស្ពឺក៏ជប់សម្រាប់ញ៉ាំអាហារពេលព្រឹកនៅភោជនីយដ្ឋានកំពង់ស្ពឺ168បាទនេះគឺជាសកម្មភាពរបស់ភ្ញៀវដែលកំពុងសោះស្រូបអាហារពេលព្រឹកតែម្ដងនេះគឺជាតកែនិងតកង់ឡានរបស់ខ្ញុំកំពុងតែនិយាយតាមខ្ញុំតែម្ដងអូខេសួស្តីពុកម៉ែបងប្អូនចំណាប់ពេលនេះគឺយើងមកដល់ចំណតកំពង់សិលានៅផ្លូវលឿនបាទចំណតទី3ហើយយើងរត់ពីក្រុងភ្នំពេញមកគឺចំណាប់ពេលនេះគឺខ្ញុំមកដល់ហើយឥឡូវនេះគឺយើងចូល WC ឬមួយហៅថាទឹកសិនហើយបន្ទាប់មកបានគឺយើងក៏ដំណើរទៅផ្លូវទេតាមរីករាយជាមួយខ្ញុំបន្តទៀតដំណើរតាមផ្លូវទេអរគុណច្រើនបាយបាយឥឡូវនេះគឺខ្ញុំបានមកដល់សណ្ឋាគារសុខាហូថែលតែម្ដងកំពុងតែ check in ចូលសណ្ឋាគារបន្ទាប់មកទៀតគឺខ្ញុំរៀបចំភ្ញៀវចូលបន្ទប់រួចអស់ហើយគឺខ្ញុំបានធ្វើដំណើរទៅឆ្នេរសុខាថតរូបលេងមួយសន្ទុះរួចមកក៏ខ្ញុំបានមកដល់អាងទឹករបស់តាសុខាគឺអង្គុយលេងហើយមើលភ្ញៀវដែលគាត់កំពុងតែងូតទឹកនេះគឺជាសកម្មភាពរបស់ភ្ញៀវដែលគាត់ជិះឡានអង្គុយជូនភ្ញៀវទៅសារប្រជុំដែលគាត់មានការប្រជុំពេលរសៀលនេះគឺជាសកម្មភាពប្រជុំរបស់ភ្ញៀវមុនក្នុងការប្រជុំមានកម្មវិធីផ្សេងបន្តបន្ទាប់នៅរសៀលម៉ោង 4 អង្គប្រជុំមានការសម្រាប់មួយព្រឹកគឺញ៉ាំអាហារសម្រន់រយៈពេលកន្លះម៉ោងបន្ទាប់មកភ្ញៀវក៏ចូលប្រជុំជាការធម្មតានៅពេលដែលចប់ប្រជុំខ្ញុំបានក៏នាំភ្ញៀវទៅហូបអាហារពេលល្ងាចគឺនៅភោជនីយដ្ឋានអង្គរវិចនៅឆ្នេរអូរចាទៀលអរគុណច្រើននេះគឺជាសកម្មភាពរបស់ខ្ញុំបាទថ្ងៃពេញតែម្ដងសម្រាប់ការធ្វើដំណើរកម្សាន្តថ្ងៃនេះ
រងចាំទស្សនាវីដេអូក្រោយៗរបស់ខ្ញុំទៀតសូមអរគុណ